អ្នកប្រុសរៀបចំរួចហើយអ្នកប្រុសច្បាស់ហើយថាផ្ទៃគម្រោងពីទីនេះទៅជីងទៅវិញនោះមួយនេះគឺអ្នកប្រុសឈិនជូនមួយនេះគឺអ្នកប្រុសគូជូនហើយមួយនេះពេជ្រនេះបានមកពីអាហ្វ្រិកខាងត្បូងថ្លៃរាប់សិបម៉ឺនអាចផ្សាយទៅគេវិញបានកផ្សាយទៅខ្ញុំមិនបានកបោះចោលពេជ្រដែលអ្នកប្រុសគូជូនខ្ញុំផ្ញើទៅឲ្យគេវិញហើយតែគេបញ្ជូនមកវិញក្នុងសភាពដដែលគេនិយាយថាបងម៉ាន់បើគិតថាកាដូមិនទាន់មានតម្លៃគេអាចនឹងជួលរបស់ថ្លៃជាងនឹងទៀតហើយខ្ញុំផ្ញើទៅឲ្យគេវិញយ៉ាងម៉េចទៅអញ្ចឹងចិត្តទៅក្នុងឃ្លាំងចាំពេលខ្ញុំទំនេរខ្ញុំនឹងចាត់ចែងតែហើយនិយាយរឿងការងារមួយរយៈហ្នឹងមួយរយៈនេះគឺកិច្ចការដែលបងត្រូវធ្វើមានចុងសប្តាហ៍នេះគឺថ្ងៃស្អែកមានពិធីដាក់ដេញថ្លៃស្នាដៃគំនូរសប្បុរសធម៌ក្នុងនោះក៏មានស្នាដៃរបស់បងដល់ពេលនោះបងក៏ភ្លេចទៅចូលរួមនេះខាងជាផ្សាយគេនៅកុំឲ្យដល់ពេលនោះមនុស្សតិចខ្មាស់គេបងម៉ាន់បងទៅដល់លេងនៅហុងកុងមកជុំបងភ្លេចហើយមែនទេខ្លួនឯងមានគេចូលចិត្តច្រើនណាស់នៅជីងបៃខ្ញុំប្រហែលជាមិនប្រាប់បងទេមានគេសួរខ្ញុំថាមានពិធីដាក់ដេញថ្លៃលើក្រៅទៀតអត់ហើយរៀបចំនៅពេលណាជាពិសេសប្រហែលអ្នកនៅតាមស្រឡាញ់បងជាងគេសត្វតរងចាំចូលចិត្តបងដាក់ដេញថ្លៃដែរ Sorry ខ្ញុំភ្លេចថាខ្លួនឯងមានមន្តស្នេហ៍ខ្លាំងសៀមម៉ាត់ក្រែងថារយៈពេលមួយខែយកស៊ីអីជើបានអីឥឡូវគេជាប់ពាក្យបាត់ទៅហើយដឹងទេតើអាចធ្វើការរបៀបម៉េចទុកឯងទៅប្រយោជន៍ស្អីក្រៅពីនាំបញ្ហាឲ្យយើងខឹងចិត្តស្លាប់ឯងអាចធ្វើស្អីបានក្រៅពីនាំបញ្ហាឲ្យយើងខឹងចិត្តស្លាប់តើឯងអាចធ្វើស្អីបានបងស្រីប្រកែនាំបញ្ហាមែនឬមួយបងមិនដឹងទេស៊ីអីជើសំខាន់ប៉ុណ្ណាសម្រាប់គ្រួសារយើងធម្មតានាំបញ្ហាវាមិនអីទេមិនបានដំណាក់កាលសំខាន់ធ្វើមិនបានល្អបញ្ជាកុំថើយបងម៉ាន់អីគេនៅក្មេងមិនយល់ការទេអ្នកស្នេហ៍នេះគេនៅក្មេងអីមនុស្សអាយុ7 20ទៅហើយនៅក្មេងស្អីទៀតទៅចាំម៉ាន់ឆាប់ត្រឡប់មកវិញភ្លាមមិនឲ្យប៉ាខ្ញុំមិនត្រឹមតែមិនបានចូលក្បែរស៊ីអីជើថែមទាំងប៉ះពាល់ដល់គេទៀតឥឡូវនេះខ្ញុំអាចធានាឲ្យប៉ាបានចំណងរវាងគ្រួសារជាងនិងគ្រួសារស៊ីគិតថាគ្មានសង្ឃឹមអ្វីទៀតទេអញមើលស្អីមិនក៏មកទៅធ្វើការអញទៀតទៅចង់ខែចម្លាំងប្រាក់ខែឲ្យបញ្ជាមិនចេះតែនិយាយផ្ដាស់ទេវាហ៊ានអីប៉ុន្តែបងស្រីច្បាស់ជាធ្វើអ្វីមិនបានសម្រេចហើយបើគាត់បញ្ចុះចិត្តពួកយើងតាំងពីដំបូងមិនយូរទេគ្រួសារស៊ីមករកយើងជំរាបបញ្ជីគាត់ក៏ថាបានបើពិតជាចឹងមែនគ្រួសារស៊ីរករឿងពួកយើងច្បាស់ជាចង់មិនខានទេលោកម្ចាស់ជំនួយការនៅក្បែរលោកស៊ីមកដល់ហើយប្រាប់ថាចង់ជួបជាមួយនឹងលោកម្ចាស់ចប់ហើយគេពិតជាប៉ះពាល់ដល់ស៊ីអីជើពិតមែនហើយឥឡូវនេះគេមកដល់ផ្ទះយើងបាត់ទៅហើយពិតជាបលឹងអន្តោតាមប្រានមែនBaby ថ្ងៃនេះគេប្រាប់របស់យើងបានដំណើរការបានឲ្យជោគជ័យចាំមិនមានចំណាប់អារម្មណ៍ទេអូខេផ្ញើ location ឲ្យខ្ញុំចាំខ្ញុំទៅរកអូខេអ្នកបម្រើក្នុងក្លឹបនេះខ្ញុំគឺជាអ្នកជ្រើសរើសដោយផ្ទាល់រឿងគុណភាពគឺធានាជូនរាប់តាំងពីរូបសម្បត្តិរហូតដល់ចិត្តអាចទប់ចិត្តបាននៅមានច្រើនទៀតឯងរើសតាមចិត្តពេញចិត្តមួយណាក៏ប្រាប់ខ្ញុំមួយម៉ាត់បានហើយមិនបាច់ទេតែបន្ទាប់ទឹកមួយផ្លែតនៅនេះញ៉ាំស្រាច្រើនពេកទៅដឹងត្រូវការជំនួយដែរទេតើនេះយ៉ាងម៉េចហើយតើត្រូវការជំនួយដែរទេណែ
ទូរស័ព្ទហើយបងទៅដល់ណាវិធីដាក់ដេញថ្លៃសប្បុរសគាត់ចាប់ដើមហើយខ្ញុំទូរស័ព្ទទៅតែមិនចូលស្មានថាបងត្រូវគេចាប់ចម្រិតបាត់ទៅហើយនេះខ្ញុំផ្ញើ location ឲ្យឯងកន្លែងកម្មវិធីរៀបចំរួចហើយកន្លែងបងអង្គុយនៅជួរទី1ក៏បារម្ភអីមនុស្សដែលអង្គុយនៅក្បែរបងសុទ្ធតែមានបំណងចង់បានគំនូបបងតែមិនសំខាន់ទេអត់ទៅហើយនៅមានប្រុសម្នាក់ដែលខូចខ្ញុំរៀបចំនៅឆ្ងាយពីបងបន្តិចក៏បារម្ភអីល្អហ៎បងចាំម៉េចបងម៉ាន់កាលពីយប់មិញបងទៅណារឿងមួយជប់មិញមិនមែនយកសັບទេមកឲ្យខ្ញុំថាមួយមកចង់លោកឲ្យជាប់ចាំមើលមកស្ដាប់អង្គត់ទៀតអត់តើនឹកខ្ញុំទេបងម៉ាន់មិនថាប្រាប់ខ្ញុំបាទដឹងថាបងចេញទៅដើម្បីសប្បាយខ្ញុំមិនទូរស័ព្ទរកបងច្រើនដងទេមិនអាចទេទីនេះគឺជីងបៃស៊ីអ៊ីនចាស់រវល់ណាស់មិនដឹងអាចធ្វើដំណើរពីឆ្ងាយមកដល់កន្លែងនេះស្នាមហ្នឹងគឺមកខាំពីម្សិលមិញណាប្រុសរៀបចំរួចអស់ហើយម្យ៉ាងទៀតនាងចាំងទៅដល់កន្លែងដេញថ្លៃដោយសុវត្ថិភាពជាបន្តគឺស្នាដៃរបស់អ្នកនាងចាំងម៉ាន់មេអំបៅត្រដាងស្លាប់តម្លៃចាប់ផ្ដើមពី7លានដេញថ្លៃម្ដងមិនឲ្យក្រោម50,000សូមចាប់ផ្ដើម8លាន8លាន5សែន9លាន10លាន20លានបងម៉ាន់មិនសូវស្រួលខ្លួនមែនទេ600លាន600លានលើកទី1 600លានលើកទី2 600លានលើកទី1000លានមិនក៏ឲ្យថ្លៃម៉េច1100លានបងម៉ាន់1100លានហើយធានខ្ញុំមានអារម្មណ៍ថាដូចជាខុសប្លែកសំឡេងនោះ1800លានបានហើយអ្នកប្រុសគូអ្នកដែលហ៊ានឲ្យថ្លៃដល់ប៉ុណ្ណេះមិនមែនយើងអាចប៉ះពាល់គេបានទេ1800លានលើកទី1 1800លានលើកទី2 1800លានលើកទី3សម្រាប់ចាប់បងម៉ាន់ចង់ទៅណាដល់ពេលបងឡើងឆាកត្រូវថតរួមជាមួយអ្នកដេញថ្លៃបានបងកុំភ្លេចជាបន្តផ្សំចេញនាងម៉ាន់ឡើងលើវេទិកាថតរួមគ្នាជាមួយអ្នកដេញថ្លៃបានអើតែមិនមែនស៊ីអីចឹងនៅហុងកុងអេណូរឿងអីត្រូវបង្ហាញមកនៅទីនេះមិនអាចទេជាបន្តផ្សំចេញអ្នកដេញថ្លៃបានគឺលោកស៊ីអ៊ីជើពិតជាស៊ីអ៊ីជើមែនទេស៊ីអ៊ីជើមកពីហុងកុងជាបងធំដៃម្ខាងអាចបាំងមេចិត្តធ្លាប់លេខគ្រួសារសៀចង់មកបរិយាជាមួយដល់ជើងប៉ៃនេះគឺជាការពិតតើចាប់គឺស៊ីអ៊ីចឹងមែនលោកត្រូវតែស្ដាប់ខ្ញុំឲ្យខ្ញុំថាមួយមើលចង់លោកឲ្យជាប់ខ្ញុំចង់ឃុំលោកម្ដងខាតជប់គ្នាយូរហើយម៉ាន់បងម៉ាន់បងចាំមិនហ្នឹងមានអារម្មណ៍ថាថ្ងៃនេះបងដូចជាខុសប្លែកចាំមិនទៅភ្លាមចឹងចាប់ពីបាក់បោះស្រាយណាមានកាយទូរស័ព្ទរកខ្ញុំទៅមុនហើយបងម៉ាន់អាឡូឈុនជួយកត់សម្បត្តិយើងខ្ញុំត្រូវប្រញាប់ចាក់ចេញពីជីងបៃលាឡើងកាន់តែល្អស៊ីចាំមកដល់ជីងបៃហើយឥឡូវនេះខ្ញុំទៅជឿមែនតែនបងខ្លាំងយកលើកទី1របស់គេបាត់ពេលនេះឯងកុំនិយាយរឿងនឹងបានទេឆាប់ឡើងទៅបើយល់តែបន្តិចខ្ញុំច្បាស់ជាត្រូវស្លាប់ហើយអូខេយប់នេះមានជើងយន្តហោះទៅក្រុងលីឬអត់ទៅអូខេខ្ញុំកំដរឯងជួបគ្នានៅអាកាសយានម៉ាន់ខ្ញុំបានជួបនាងនៅទីនេះហើយខ្ញុំស្រឡាញ់នាងណាស់នាងព្រមនៅជាមួយខ្ញុំបានទេខ្ញុំនឹងធ្វើដល់ដល់នាងមួយជីវិតលោកគូអេហើយអរគុណលោកគូអរគុណដែលលោកស្រឡាញ់តែខ្ញុំមិនស្រឡាញ់លោកទេលោកជាមនុស្សល្អប្រកាសជារកបានមនុស្សស័ក្តិសមជាមួយលោកហើយអ្នកប្រុសបន្ទប់ស្ថានគេរៀបចំរួចហើយមិនកាន់ចឹងហេតុអីបានជាឈុនមិនលើកទូរស័ព្ទសារក៏មិនឆ្លើយអញមកដល់ចាំមិនភ្ញាក់ប៉ាខ្លាំងជួយផងអ្នកអាចប្រាប់ខ្ញុំបានទេស៊ីអ៊ីចាំហេតុអីបានមកខាងខ្លួននៅទីនេះអុយមិនមែនយកសັບទេប៉ុន្តែស៊ីអ៊ីចាំមិនបានចាប់ដល់ទីនេះចឹងចុះបានឈុនលោកពូមិនសម្រាប់ចិត្តខ្ញុំជួយឲ្យលែងបានហើយខ្ញុំការពារខ្លួនឯងមិនបានផងសួស្ដីលោកស៊ីចៃដន្យមែនលោកក៏ទៅទីក្រុងលីដែរមិនមែនចៃដន្យទេក្រុមហ៊ុនអាកាសចរគឺខ្ញុំជាអ្នកបើកលោកស៊ីលោកចង់បានន័យថាម៉េចត្រូវស្លាប់ត្រូវរੂបពឹងលើសម្ដីគេមួយម៉ាត់ចង់ដាក់ដៃពីគេមិនក៏ពិបាកម្ល៉េះខ្ញុំគ្រាន់តែរត់ទៅពីកន្លែងជប់ពីមានអីខុសម៉ាន់
មិនឈប់ធ្វើអីលោកខ្ញុំបែបណាចាំបាច់ខ្ញុំមករៀននាងដែរនឹងហៅថាលោកណា baby ខ្ញុំអបសក់ខ្លាំងមែនតើតែបានជាចង់លេងសើចជាមួយលោកប្រហែលថ្ងៃនេះខ្ញុំមកចេញទៅវិញខ្ញុំនឹកលោកទាំងយប់ទាំងថ្ងៃគេក៏មិនលក់ដែរនឹកឃើញតែលោកម្នាក់គត់ទឹកភ្នែកខ្ញុំហូររាល់ជប់ baby បងប្រកាន់ណាថែមទាំងល្អដាក់ខ្ញុំមិននឹងដាច់ចិត្តចាក់ចេញពីលោកទៅ ប៉ុន្មានបើខកគេដូចជាលេខបញ្ជូន1000ដើមអញ្ចឹង ប៉ុន្តែលោកដាច់ចិត្តដែរ ប្រកាសជាមិនដាច់ចិត្តនាងគឺជាខេលីរបស់ខ្ញុំស្ដាប់បង្គាប់បន្តិចទៅ ឃើញទូរស័ព្ទខ្ញុំដាច់ទេស៊ីអីចឹងក៏លេងហ្គេមខំខ្លួនខ្ញុំឡើងញៀនហើយអេអាណាស៊ីអីចឹង យ៉ាងម៉េចខានជប់ខ្ញុំប្រហែលម៉ោងនៅខ្ញុំទៀតហើយ ជួយផងស៊ីអីចឹងចង់បាយខ្ញុំទៀតដឹង ផ្លាស់សម្ភារៈពាក់ទៅពួកយើងចេញក្រៅ នាំខ្ញុំមកទីនេះធ្វើអី នាំនាងមកមើលក្រៃលោកមានសម្ភារៈពាក់ណាដែលនាងចូលចិត្តថ្ងៃនេះកំដរខ្ញុំទៅកន្លែងមួយ សម្រាប់បំពាក់ទីនេះអាចរកតាមចិត្តបានមែនទេមែនហើយអ្នកនាងមិនថាអ្នកនាងពេញចិត្តមួយណាអាចលោកបានតាមចិត្តស៊ីអីចឹងជាភ្ញៀវ VIP កន្លែងនេះមែនទេលោកស៊ីគឺជាអ្នកមានភាគហ៊ុនធំជាងគេរបស់ម៉ាក់យីហៅយើងក៏ជាតកែហាងនេះតែម្នាក់គាត់មានសិទ្ធិអាចសម្រេចលើស្បៀងម៉ាក់យីហៅយើងក៏ជាតកែហាងនេះតែម្នាក់គាត់មានសិទ្ធិអាចសម្រេចលើស្បៀងពាក់ទាំងនេះបាន មិនខាងនេះគឺជាលោកឈៀវអ្នកនៅក្បែរនេះគឺជាភរិយារបស់គាត់គឺលោកស្រីឈើហឺ អ្នកគ្រូឆាហាខ្ញុំស្រឡាញ់គំនូរអ្នកគ្រូខ្លាំងណាស់គំនូរអ្នកគ្រូជាគោលដៅដែលខ្ញុំត្រូវរៀនសូត្រសូម្បីនេះខែបបត្តិបញ្ចប់ការសិក្សាខ្ញុំក៏ចាប់ផ្ដើមចេញពីគំនូរអ្នកគ្រូដែរខ្ញុំលឺអ៊ីចៅប្រាប់ដែរនាងក៏ប្រកែមិនអន់ទេ អូយខ្ញុំនឹកស្មានថាឲ្យនេះបែបព្រោះនៅតែម្នាក់ឲ្យទេនេះជាគំនូររបស់ម៉ាន់ជូនពរអ្នកទាំងពីររីករាយនៅក្នុងជីវិត អាយូមើលគំនូរនេះទៅចោះនេះមើលខ្សែបន្ទាត់បង្កប់នៅអត្ថន័យល្អប្រពៃអរគុណអ្នកទាំងពីរខ្ញុំពេញចិត្តណាស់នេះជាស្នាដៃបង្កប់នៅព្រលឹងលោកស្រីពេញចិត្តមានអត្ថន័យធំធេងសម្រាប់ខ្ញុំខ្ញុំក៏គ្មានអ្វីជូននាងវិញដែរនេះជាស្នាដៃសិល្បៈរបស់ខ្ញុំតាំងពីក្មេងសង្ឃឹមថានាងពេញចិត្តអរគុណអ្នកគ្រូឆាហាខ្ញុំប្រកាសជាថែរក្សាបានល្អស៊ីអីចឹងថ្ងៃនេះដូចជាចៃដន្យមែនកន្លែងដែលលោកនាំខ្ញុំទៅបានជួបអ្នកគ្រូដែលខ្ញុំគ្រប់ស្រឡាញ់គាត់ជូនគំនូរមកផ្ទាំងមកឲ្យខ្ញុំទៀតផងឬមួយលោកជាអ្នករៀបចំឲ្យជួបគ្នា មែនហើយ លោកស៊ីគឺជាម្ចាស់ភាគហ៊ុនធំបំផុតរបស់ម៉ាក់យីហៅយើងក៏ជាតកែធំនៅទីនេះដែរគាត់មានសិទ្ធិសម្រេចលើសម្ភារៈបំពាក់ទាំងអស់នេះគ្រូហាខ្ញុំចង់ស្នាដៃអ្នកគ្រូខ្លាំងណាស់គំនូរអ្នកគ្រូជាគោលដៅដែលខ្ញុំត្រូវរៀនសូត្រតាមសូម្បីនេះខែបបត្តិបញ្ចប់ការសិក្សាខ្ញុំក៏ចាប់ផ្ដើមពីគំនូរអ្នកគ្រូដែរខ្ញុំលឺអ៊ីចៅនិយាយប្រាប់នាងក៏ប្រកែមិនអន់ដែរខ្ញុំគ្មានអ្វីសម្រាប់ជូននាងទេនេះជាស្នាដៃខ្ញុំតាំងពីនៅក្មេងសង្ឃឹមថានាងពេញចិត្តឬមួយលោកជាអ្នករៀបចំមែនទេ មែនហើយ ម៉ាក់គិតថាខ្ញុំគួរជឿជាក់គេទេលោកកំពុងមើលអីភាសាស្អីគេហ្នឹងមិនបាច់ជាខ្ញុំមើលមិនយល់ ជាភាសាអេស្ប៉ាញឈ្មោះរបស់កំណាប់នេះគឺខ្ញុំធ្វើបែបណាទៅបាននាងនៅបាន មកស្មានថាលោកនាំខ្ញុំត្រឡប់មកជីនបៃវិញអំបងគិតថាលោកមិនឲ្យខ្ញុំមកវិញទេ គិតថាខ្ញុំចង់ឃុំនាងទៀតមែនទេ ប្រកាសហើយពីព្រោះលោកជាមនុស្សធ្លាប់មានប្រវត្តិអញ្ចឹង មិនលើកមុននៅក្នុងវេលាកំពូលភ្នំបើខ្ញុំមិនធ្វើដៃ
បាយដឹងហើយថ្ងៃនេះមិនបាច់ធ្វើការទេទៅវិញសម្រាប់ចុះហាអរគុណថកែហើយអរគុណលាហើយថកែចាំមិនឯងធ្វើជាមនុស្សមានថ្នាក់តិចបានទេបងម៉ាន់ឆាប់ក្រាប់ឡើងមិនបាច់ជាគេទៀតហើយមានរឿងធំហើយរឿងធំហើយបងណែមានតែព្រឹកព្រលឹមហ្នឹងបងម៉ាន់បងល្បីក្នុងអ៊ីនធឺណិតណាខ្ញុំល្បីក្នុងអ៊ីនធឺណិតមិនមែនតែមួយថ្ងៃពីរថ្ងៃទេលើកនេះខុសពីមុនលើកនេះគឺបងនឹងស៊ីអ៊ីចើល្បីជាមួយគ្នាគឺបងធំគ្រួសារស៊ីប្រចាំនៅហុងកុងបងម៉ាន់តាមពិតបងអត់កុហកខ្ញុំទេពិតជាស៊ីអ៊ីចើចាប់បងទៅមែនធ្វើបានល្អប្រាប់បើនៅឆ្នាំនេះចាប់ថែមឲ្យប្រធានបទក្តៅនេះមកធ្វើខ្ញុំខកបំណងពិតមែនជាប្រធានបទលេខ1ប្រចាំឆ្នាំក្រោយបែកធ្លាយនឹងស្នេហាមានអាសារព័ត៌មានហុងកុងជាច្រើនយកទៅចុះផ្សាយប្រងព្រាតហើយមានអ្នកចង់មករកសម្ភារដល់ផ្ទះទៀតផងហើយរឿងនេះកុំខ្វល់អីជួយរៀបចំកាដូមួយទៀតឲ្យខ្ញុំយប់នេះខ្ញុំទៅចូលរួមពិធីជប់លៀងគ្រួសារជាព័ត៌មានតាមអនឡាញលោកឃើញហើយនៅមិនទៅជាអញ្ចឹងមិនបាច់ចិត្តតែគេលួចថតឥឡូវរឿងនេះផ្ទុះខ្លាំងណាស់មិនដឹងដែរចាំគួរធ្វើមកទៅឋានៈលោកពិសេសអាចជាអត្តពលដល់កិត្តិយសលោកខ្ញុំខ្វល់រឿងអស់ហ្នឹងទេអូខេធ្វើការបន្តទៅខ្ញុំគេចហើយទេអូខេធ្វើការបន្តទៅខ្ញុំគេចហើយបងម៉ាន់គិតធ្វើយ៉ាងម៉េចទៅព័ត៌មាននោះបាត់មិនចិត្តទេទោះព្យាយាមបិទយ៉ាងណាក៏ដូចជាបាត់ទឹកទំនប់ដែរអញ្ចឹងកុំខ្វល់អីក្រៅពីស៊ីអីចឹងអ្នកណាក៏គ្មានសមត្ថភាពបែបនេះដែរមានន័យថាម៉េចស៊ីអីចឹងមានអង្គរច្រើនណាស់អ្នកណាអាចលួចថតគេបានម្យ៉ាងទៀតទោះបីលួចថតបានតាមឋានៈរបស់គេអ្នកណាហ៊ានយកទៅបង្ហោះទៅអើយឡាយបងធំសម្ងាត់នៅហុងកុងជួបជាមួយមេបាយស្រស់ស្អាតនៅជីងប៉ៃគ្រាន់តែលឺក៏ចាប់អារម្មណ៍ហើយចាំមិនបាត់ទូរស័ព្ទខ្ញុំម៉ាអញ្ចឹងគេតង់ស៊ីអីចឹងជាប់ហើយមែនទេបើទោះជាការពិតប៉ាឯងប្រកាសជាផ្ដោតសំខាន់ទៅលើចាំមិនវិញមិនខានថាมันបានគ្រួសារជាងខ្លាចជារបស់គេមិនបានទេមិនថាគ្រួសារជាងឬគ្រួសារស៊ីអីចឹងមិនអាចប្រកួតឲ្យគេទេហើយលោកម្ចាស់មនុស្សគ្រួសារសៀតទើបជួនដំណឹងមកល្ងាចនេះម្នាក់នោះក៏មកចូលរួមពិធីលោកម្ចាស់ដែរច្បាស់ដែរទេច្បាស់ហើយរបស់នេះគឺជាអំណោយដែលម្នាក់នោះផ្ញើមកបញ្ញាប់ហៅចាំមិនត្រឡប់មកវិញទោះជាយ៉ាងណាក៏ដោយកម្មវិធីយប់នេះគឺត្រូវតែមកចូលរួមឲ្យបានដែរបាទអ្នកនាងធំអើយចាយដល់ពិតមែនខ្ញុំកំពុងថាចូលទៅរកអ្នកនាងលោកម្ចាស់ឆ្នាំនេះគម្រប់50គាត់ឲ្យខ្ញុំមកទទួលអ្នកនាងត្រឡប់ទៅវិញហើយចង់ដឹងថាអ្នកនាងអាចទៅជាមួយនឹងខ្ញុំបានដែរឬទេចាំមិនបើខ្ញុំថាមិនបានខ្ញុំមិនបាច់ទៅវិញទេឆ្នាំណាក៏អាយុ50ឆ្នាំឆ្នាំទៅ50ឆ្នាំឆ្នាំទៅមួយគឺ50ឆ្នាំមិនចិត្តប្រាប់រហេតុផលសុំជើញជាគ្រួសារតែមួយមិនចាំបាច់គួរសមទេមិនក៏និយាយអញ្ចឹងអីឯងខានមកផ្ទះយូរហើយប៉ាមករំពឹងឲ្យឯងមកវិញគ្រួសារតែមួយរស់នៅជួបជុំគ្នាដោយសារខ្ញុំខ្លាចត្រឡប់មកវិញអ្នកខ្លះហូបបាយមិនចូលម៉ាក់មិនចូលចិត្តឯងត្រូវជាងបងស្រីព័ត៌មានក្នុងអ៊ីនធឺណិតបងមើលហើយនៅឯងចង់និយាយពីខ្ញុំនៅជាមួយនឹងស៊ីអីចឹងមែនទេអ្នកទៅពីជាមួយគ្នាមែនទេអូនស្រីមិនចាំបាច់ច្រឡំចឹងនេះចឹងម៉េចអញមិនសប្បាយចិត្តទេមិនបាច់ចាយនិយាយចិត្តជាមួយបងស្រីបងស្រីឯងគេមិនយល់ការប៉ាថាឲ្យគេរួចហើយពួកឯងនៅជាមួយគ្នាមែនណានេះជាការពិតប៉ាពេលមុនខ្ញុំចាំនិយាយថាតាមរយៈពេល1ខែយកស៊ីអីចៃបានឃើញហើយនៅឥឡូវខ្ញុំយកបានមែនល្អឯងឆាប់ចូលទៅសម្រាប់ចុះពិធីជប់លៀងរសៀលនេះនៅមុខសៀអេជើឯងធ្វើបានល្អណាស៊ីអីចើក៏មកដែរគេផ្ញើអំណោយមកមុនហើយគេឲ្យនាំពាក្យមកប្រាប់ថារសៀលនេះគេមកចូលរួមដែរតាមពិតស៊ីអីចើមកចូលរួមទៅហៅខ្ញុំមកវិញជាដល់ការចង់ឲ្យអ្នកនៅជីងបៃដឹងថាគ្រួសារជាងមានក្នុងបងឯងពិតជាគិតគូរបានល្អអន់មែនកម្មវិធីចិត្តចាប់ផ្ដើមហើយមិនក៏ឯងនៅទីនេះបើគេតង់ស៊ីអីចើបានខ្ញុំក៏អាចធ្វើបានដែរយ៉ាងណានៅក្នុងផ្នែកប៉ាអ្នកណាក៏មិនសំខាន់ឲ្យតែជាមនុស្សក្នុងគ្រួសារជាងឯងចង់ធ្វើអីខ្ញុំឲ្យគេដាក់ឆ្នាំមួយដេករួចចាក់សោពីខាងក្នុងមិនឲ្យគេចូលរួមកម្មវិធីទេចំណែកខ្ញុំទៅជួបសៀអ៊ីចើឲ្យណាមិនអំបញ្ញមិននៅនឹងតើប្រហែលជាទៅជួបមិត្តភក្តិគេជំនឿរបស់សៀអ៊ីចើហើយធ្វើចាំមិនសមទេបញ្ញាប់ទៅហៅគេមកវិញអាយ៉ាលោកសៀស្វាគមន៍ការចេញមកដល់មានកន្លែងណាទទួលមកបានដល់នោះលោកប្រាប់ខ្ញុំមកចុះណាខាងនេះលោកចាំជាម្ចាស់កម្មវិធីមិនបាច់ខ្វល់អ្វីច្រើនទេលោកសៀល្បីឈ្មោះយូរហើយរឿងរបស់លោកខ្ញុំតាមដានជានិច្ចអាណាមិនចោលរវល់ប្រហែលលឺថាលោកមកទើបបានជាគេអៀនបន្តិចទៀតប្រហែលជាចេញមកហើយល្អចាំនេះរឿងអីខ្ញុំទុកឲ្យបងស្រីដូចចាំងម៉ាន់ម៉ាក់ខ្ញុំពេញចិត្តគេម៉ាក់ជួយខ្ញុំផងបានទេត្រឹមត្រូវបន្តិចទៅអាយ៉ាខ្ញុំសុំទោសមិនក៏អញ្ចឹងម្ចាស់ថ្លៃលោកស៊ីខ្ញុំនាំលោកទៅសម្អាតខ្លួនមកតាមខ្ញុំមកឲ្យខ្ញុំសុំទោសផងគឺថានេះលោកស៊ីលោករងចាំក្នុងបន្ទប់ទទួលភ្ញៀវសិនខ្ញុំឲ្យគេទៅយកសម្លៀកបំពាក់មកណាកូនស្រីធ្វើយ៉ាងណាឲ្យស្អាតបន្តិចទៅលោកស៊ីខ្ញុំចាប់អារម្មណ៍លោកយូរហើយចង់លេងស្នៀតនឹងទៀតហើយមិនចោលខ្ញុំចូលរួមខ្ញុំទេដែរមិនចង់ទៅ
Baby Bay đừng lộn nhau mình lá មិនបានជាទុកអារម្មណ៍មិនជាប់ มันស្លាញ់នាងយូរហើយខ្ញុំរីករាយ ស៊ីអីចឹងការប៉ុន្តែខ្ញុំមានអារម្មណ៍ភ័យខ្លាចថាខ្លួនឯងស្រឡាញ់លោកមិនកុំបោះបង់ចោលគ្រប់យ៉ាងដើម្បីមនុស្សប្រុសគ្មានបានការមិនឲ្យតម្លៃដូចម៉ាក់ទីបំផុតទទួលលទ្ធផលឈឺចាប់ពេលកូនធំឡើងច្បាស់ជាយល់កុំចាញ់បោកសម្ដីផ្អែមល្ហែមរបស់មនុស្សប្រុសលើលោកនេះគ្មានស្នេហាជាអមតៈទេកូនកាលពីមុនចាស់បញ្ជាក៏ធ្លាប់និយាយពាក្យនេះជាមួយម៉ាក់ខ្ញុំក្រោយរៀបការរួចគាត់ក៏បាច់ឆ្វេងមានប្រពន្ធចុងចេះតែប្រាប់អំពើហិង្សាម៉ាក់ខ្ញុំមិនបានរីករាយទេ มันខ្ញុំបដញ្ញាមិនធ្វើឲ្យនាងខ្លាចទេដូច្នេះនាងកុំខ្លាចអើយកុំមានអារម្មណ៍ភិតភ័យរឿងសោកសៅមិនអាចកើតឡើងលើពួកយើងបានទេ ម៉ាខ្ញុំចង់ក្លាហានម្ដងទៀតម៉ាក់ជូនពរខ្ញុំដែរទេស៊ីអីចឹងខ្ញុំជិលលោក มันត្រូវការខ្ញុំកំដៅនាងទេ មិនបាច់ទេអ្នកក្រុមហ៊ុនមានភារកិច្ចច្រើនទៀតព្រោះគេទូរស័ព្ទច្រើនលើកហើយតែធ្វើការលោកចោះខ្ញុំអាចដោះស្រាយខ្លួនឯងបាន តើអាយទៅដល់ណាអាយណាស៊ីអីចឹង បងស្រីម្សិលមិញជាថ្ងៃដ៏សំខាន់មិនក៏រត់ចោលកម្មវិធីកំប្រាប់ថារត់តាមអ្នកណាគេឲ្យសោះណាម្សិលមិញគឺបងទៅជាមួយស៊ីអីចឹង ហើយអាយទៅជាមួយស៊ីអីចឹងមិនក៏មិនប្រាប់ប៉ាមួយម៉ាត់ឲ្យដឹងផងចាំលួចទៅធ្វើស្អី បាទខ្ញុំមិនលួចរត់ទេអាចតែគេធ្វើបានក៏ថាបាន នេះយ៉ាប់ហើយហ៊ានប្រាដើម្បីដាក់លោកសៀផងអី មិនមែនទេប៉ាខ្ញុំគឺ ហ៊ានប្រាដើម្បីដាក់ម៉ាន់អី អធិស្ឋានសំខាន់បន្តិចប្រហែលឆ្នាំនេះលួចដល់ប៉ាចៃមកលើខ្ញុំនៅក្នុងកម្មនេះទាំងអស់ថ្ងៃក្រោយខ្ញុំមិនមកយកវិញទេ មានន័យថាម៉េច ចង់មានន័យថាយើងរួចគ្នាមិនមានអីពាក់ព័ន្ធជាមួយគ្រួសារនេះទៀតទេកុំចង់ប្រាស់ប្រាស់ខ្ញុំដើម្បីយកផលប្រយោជន៍ណាមួយពីស៊ីអីចឹង ថ្លើមធំអាយហ៊ានទៅមរតករបស់ម៉ាក់ឯង ស្រីមរតករបស់ម៉ាក់ខ្ញុំមិនសមឲ្យខ្ញុំបញ្ជូនចេញទៅបាត់ហើយអាឡូខ្ញុំចង់ប្តឹងនាយកសហគ្រាសត្រកូលជាងប្តឹងលោកជាងបញ្ជាសង្ស័យគេកិច្ចវេះមិនបង់ពន្ធបងមិនរបស់ដែលយកមកវិញគឺពីម្សិលមិញនេះខ្ញុំទុកក្នុងឃ្លាំងហើយធ្វើបានល្អត្រូវហើយនៅមានទៀតនេះជាលក្ខណៈចូលរួមប្រកួតគំនូរអន្តរជាតិពួកគេចង់ឲ្យបងជ្រើសរើសស្នាដៃទៅបង្ហាញជាការប្រកួតដែលខ្ញុំចង់ចូលរួមបំផុតឯងធ្វើបានល្អចាំថាប្រាក់ខែឲ្យមិននឹងបងមិនកំប្រាប់ថាឆ្នាំនេះជាប់រវល់ទៀតណាមិនដឹងជាបញ្ជូនស្នាដៃមួយណាទៅប្រកួតមិនដឹងជាគូពីស្អីទេអញ្ចឹងតែបងមិនខ្ញុំជួបដល់គំនិតបងយកធម្មពលស្នេហាគូទៅចេញទៅពីថ្ងៃទៅហើយមិនបានឃើញគេផ្ញើសារមិនឃើញទូរស័ព្ទបានអញ្ចឹងសុំអភ័យទោសលេខលោកហៅគេមានរឿងអីទៅដឹងអ្នកនាងភ្ញៀវម្នាក់នោះចាក់ចេញតាំងពីម្សិលមួយថ្ងៃមិនឃើញមកវិញទេស៊ីអីចេះបច្ចុប្បន្នខ្លួនមែនឬមកគេបានប្រាក់ខ្ញុំបានហើយរត់បាត់ស្មាឈឹងអញ្ចឹងប្រោះថោកទៀតបងមិនអីទេខ្ញុំអាចមានរឿងអីក្នុងអ៊ីនធឺណិតនិយាយថាស្នេហាបងនឹងស៊ីអីចេះបាក់បែកគេទាត់បងចោលនិយាយតែផ្ដាស់ខ្ញុំជាអ្នកទាត់គេចោលទេមិនសំណប់ចានទីបងផុតបានជួបឯងហើយឯងដឹងទេប្រហែលថ្ងៃនេះខ្ញុំរស់នៅយ៉ាងកំសត់អីចេះបានប្រាប់ខ្ញុំមកមើលឯងទៅណាខ្លះមួយរយៈនេះខ្ញុំតែទៅសួរបងឯងតែគាត់អត់ប្រាប់ខ្ញុំតែមនុស្សរកចិត្តណានឈីយេចាប់ចម្រិតគេនោះខ្ញុំទៅព្រះវិហារធ្វើសមាធិខ្ញុំសោតធွာញ៉ាំបួតាមអ្វីគ្រប់យ៉ាងតាមប្រុសទៀតផងថាទៅមើលគេមិនមែនជាពូខ្ញុំគ្មានតែតនឹងសាច់ឈាមអីនឹងគ្នាទេគេឈឺឆ្អារឿងខ្ញុំធ្វើអីឆាប់និយាយទៅខ្ញុំនិយាយពីគេឯងនឹងស៊ីអីចៅយ៉ាងម៉េចហើយនឹងឈប់រំលឹកពីឈ្មោះគេប្រុសថោកទៀតព្រានារីបានហើយជប់ខឹងទៅរស់នៅស្ងប់ស្ងាត់ម្នាក់ឯងខ្ញុំមកកំដរឯងហើយណាសប្បាយចិត្តទេអូយអារឿងមនុស្សប្រុសគ្មានមួយណាល្អទេបើមិនមែនឈួតគាត់ជាមនុស្សរកចិត្តដែរមិនខុសទេនៅក្បែរមនុស្សប្រុសកាន់តែធ្វើយើងកាន់តែអកុសលអញ្ចឹងបានន័យថាអ្នកឆ្លាតមិនធ្លាក់ជ្រោះស្នេហានាំឲ្យមានរឿងឈឺចាប់អត់លះហែយើងគួរនៅឆ្ងាយពីមនុស្សប្រុសបន្តិចទៅមានក្តីសុខអញ្ចឹងឯងមានដំណឹងរបស់ស៊ីអីចៅទេហ៎អ្នកណាស៊ីអីចៅលើកនេះពិតជាគ្មានដំណឹងអីបន្តិចទេមិនសំណប់ចិត្តគ្នាប្រាប់ឯងហើយតាចាំនឹកមនុស្សប្រុសហ្នឹងទៅពួកគេគ្មានតម្លៃអីតតែសោះឯងនិយាយត្រូវខ្ញុំមិនគួរណាប់អារម្មណ៍ចំពោះប្រុសព្រានម្នាក់នោះទេសាប់អភ័យទោសលេខលោកហៅស៊ីអីចៅមិនបានចរត់ពួនខ្ញុំអញ្ចឹងក្រោយពីមកខ្ញុំទៅដល់ណាលោកតាមខ្ញុំគ្រប់កន្លែងឯងស៊ីឲ្យដុតដៃមនុស្សប្រុសថាទៀតខ្ញុំស្អប់លោកខ្លាំងណាស់បើខ្លាំងលោកក៏មកហាញខ្លួនជារៀ
មានបញ្ហាមិនទិញទួយនៅហុងកុងទើបខ្ញុំមិនបានប្រាប់នាង ដោះស្រាយរួចហើយនៅ ញ៉ាំឲ្យលោកត្រឡប់ទៅវិញខ្ញុំដឹងហើយ ស្ដាប់មើលទៅដូចជាធ្ងន់ធ្ងរណាស់មិនចាំឆាប់ទៅវិញទៅ រឿងតូចតាចតែប៉ុណ្ណោះស្អែកចាំត្រឡប់ទៅវិញក៏បានពេលដោះស្រាយចប់មកកំដរនាងទៀត យ៉ាងណាមួយរយៈនេះខ្ញុំត្រូវចូលរួមការងារប្រកួតខ្ញុំជាមនុស្សពេលគូគំនូចូលចាត់ឃុំខ្លួនឯងទុកដល់ពេលនោះកុំចាប់ថាខ្ញុំទុកលោកចោលគូរួចហើយយកទៅតាំងពីពណ៌ត្រូវឲ្យបងម៉ាន់បន្ទាប់មកទៀតបងគិតធ្វើចាំមិនទៀតទៅមិនតមានកម្រោអីទេឡើងទៅមុតទឹកសិនបន្ទាប់មកទៀតទៅរក CE ចិននៅហុងកុងជួបខ្ញុំទៅផ្ទះវិឡាសិនដាច់ខាតកំប្រាប់គាត់ថាខ្ញុំមកខ្ញុំចង់ធ្វើគាត់ភ្ញាក់ផ្អើ មាន ល កំរំអី CE ចៅមួយរយៈនេះរវល់ទេ តកោសៀបពិតជាមានបញ្ហាបន្តិចប៉ុន្តែគាត់អាចដោះស្រាយបាន គាត់ជាមនុស្សប្រកែកស្រាប់តើយើង ជាភាសាអេស្ប៉ាញកំណត់នេះមានចំណងជើងថាខ្ញុំគួរធ្វើបែបណាទៅគាត់នាងបាន CE ចៅមកកន្ទុករូបថតនេះសប្រៃភ្ញាក់បានដែរទេ មកដល់តាំងពីពេលណា មិនប្រាប់លោកទេខ្ញុំមានរឿងមួយចង់សួរលោកខ្ញុំឃើញរូបថតនោះហើយហេតុអីបានជាលោកមានរូបថតរបស់ខ្ញុំចឹង នាងពិតជាមិនចាំតទៅសោះកាលអាយុ7ឆ្នាំនាងចូលពេទ្យពេលដែលនៅមន្ទីរពេទ្យនាងជួបនឹងក្មេងកូនម្នាក់ ចុះសម្រាប់បន្ទីពេលប្រហែលថ្ងៃហើយមិនឃើញអ្នកណាមកមើលគេលើលោកនេះមានឪពុកម្ដាយចឹងដែរក្មេងនេះគួរអាណិតម្ដាយគេទៅផ្សារបានប្រហែលថ្ងៃប៉ាគេជាប្រពន្ធថ្មីទៀតខាងតំណកូនស្រីចូលមកនៅជាមួយប៉ុន្តែមានអ្នកដាំបាយបានបញ្ជូនគេមកប្រាប់ថាម្ដាយចង់ឆ្លៀតពេលប៉ាគេមិននៅទុកគេនៅខាងក្រៅផ្ទះមិនឲ្យចូលតែទៅព្រៀងពេញមួយថ្ងៃក្រោយមកក៏ក្តៅខ្លួនបាត់ទៅបញ្ជូនមកពេទ្យទៅបានប្រាប់បានឈ្មោះអីដែរខ្ញុំឈ្មោះចាំម៉ាន់បងប្រុសមិនបាច់ច្បាស់នៅទីនេះម្នាក់ឯងចឹងចាំក្រុមគ្រួសារបងប្រុសតែបងជាមនុស្សកប៉ុន្តែមកមកបងស្អាតបាតខ្ញុំចូលចិត្តបងមែនទេ ប្រាប់បងមកតបតានេះទៅស្អាតទេហើយចាមួយនេះវិញឯងស្ដាប់ទៅបានអត់បងប្រុសតាមពិតបងនិយាយបានតាដោយសារបងមិនសប្បាយចិត្តមែនទេតែបងអត់និយាយស្ដីតាមពិតទៅខ្ញុំដូចបងអញ្ចឹងប៉ាខ្ញុំក៏មិនដែលមកមើលខ្ញុំដែរខ្ញុំមិនចូលចិត្តប្រពន្ធខ្ញុំរបស់ស្រីដែលគាត់នាំមកផ្ទះទេពួកគេធ្វើបាបខ្ញុំរាល់ថ្ងៃគេក្នុងបន្ទប់ខ្ញុំពួកគេដណ្ដើមរបស់ខ្ញុំលេងទៀតដណ្ដើមគ្រប់យ៉ាងលើចាំទៅបងប្រុសតែបងផាត់បងនិយាយរកខ្ញុំ
ស្នេហាពិតទេប៉ុន្តែក្រោយពេលដែលខ្ញុំបានជួបស៊ីអ៊ីចឹងទើបខ្ញុំដឹងថាគេជាអ្នកច្បិតជាសេះសស៊ីអ៊ីចឹងបងប្រាប់រៀបការជាមួយអូនទេហើយតាមមើលអូនសុំគេរៀបការលើកទី1តែគេបដិសេធហើយ ភាសារបស់ការប្រិតអ្នកគ្មានគោលបំណងចូលមកក្នុងសម្បត្តិរបស់ខ្ញុំ អញ្ចឹងបងប្រាប់រៀបការជាមួយអូនទេអូនទៅដឹងបងក៏បាន គ្មានស្រីណាសុំគេរៀបការចឹងទេ មិនខ្វល់ចាំតែអូនត្រូវការ ប្រកាសជាព្រមសម្រាប់ចិត្ត វ៉ាវ អបអរសាទរអបអរសាទរ អបអរសាទរ To Mobile Legends! 5 seconds till the enemy reaches the battlefield. Smash them! All troops deployed! As twilight falls, the new moon draws near. Elves won't give in, no matter how much more suffering we'll go through. The way of the hunter. First blood! Modern, respectful, and sincere. You have slain an enemy! Perish in the sacred moonlight. My arrow is my answer. Yeah, the forest might burn, the moon may be dark, but our hope outlives everything. An enemy has been slain! Yeah, You have may the slain an moon enemy! have mercy on you. Watch your back. Ally has been slain. Fade into the moonlight. Killing spree! Perish in the sacred moonlight. The way of the bow, Ally has been flexible, slain. reserved, and understated. An ally has been slain. Enemy double kill. Shut down. You can't run from my arrow. Yeah. Yeah. Ha. Yeah. Mega kill. Wise choice. Our turret has been destroyed. An ally has been slain. Our turret is under attack. An ally has been slain. The moonlight spares no mercy to the foes of Azrael. The enemy has slain the turtle. Trespassers will not be tolerated.
May the moon forever shine upon us. Unstoppable! An enemy has been slain. The moon impartially sheds her grace on every corner of the forest. The way of the arrow, swift, silent, and precise. Ally has been slain. You destroyed a turret. For Athria, our last homeland. Double kill. Shut down. Monster kill. Yeah. My arrow is my answer. Our turret is under attack. The forest is on my watch when the moon is shrouded in darkness. Killing spree. Perish in the sacred moonlight. Watch your back. A tactical retreat. Our turret has been destroyed. Your team destroyed a turret. Fade into the moonlight. Legendary! Double kill. Bow before the glory of the moon goddess. The forest is on my watch when the moon is shrouded in darkness. An ally has been slain. My aim is true. Legendary! Mega kill! Gift from the great forest. Slain, the turret destroyed. Legendary! May the Double moon kill. have mercy on me. Elves won't give in, no matter how much more suffering we'll go through. Shut down! Trespassers will not be tolerated. An ally has been slain. Enemy double. May the moon forever shine upon us. Legendary! Perish in the sacred. An enemy has been slain. Enemy killing spree. Your team destroyed a turret. Our turret is under attack. Launch attack. Our turret has been destroyed. I'm ready Launch to attack. re-enter the battle. Trespassers will not fade Our into the turret is moonlight. under attack. Shut down. Double kill. Enemy rampage. Eclipse. Our turret is under attack. Ally has been. An enemy has been slain. Until the new moon graces us again, my fight carries on. Our turret is under attack. Ally has been slain.
The moon impartially sheds her grace on every corner of the flames. Our turret is under attack. Our turret has been destroyed. Our inhibitor turret is under attack. Your team destroyed the turret. May the moon forever shine upon us. Our turret has been destroyed. Slain an enemy. Bow before the glory of God. You can't run Enemy from my has been arrow. slain. Our inhibitor turret is under attack. Wiped out. The Request moonlight backup. spares no Your mercy team to destroyed foes. the turret. An ally has slain Lord. You destroyed a turret. Request The way of the backup. bow. Flexible, reserved, and understated. My aim is true. Fade into the moonlight. Mega kill. Double kill. An enemy has been slain. Monster kill. The moon impartially sheds her grace on every corner of the flames. Ally has been slain. Enemy double kill. Shut down. Enemy triple kill. Your team destroyed a turret. An ally has been slain. Launch attack! Until the new moon graces us again, my fight carries on. Launch attack! Launch attack! An ally has been slain. The forest might burn, the moon may be dark, but our hope outlives everything. Enemy May the rampage! moon forever shine upon us. Shut down! Watch your back. You have slain an enemy! Victory!